បាទតបងប្អូនតើឥឡូវជួបគ្នាមួយសារទៀតណាបងប្អូននេះតើតន់ជាមួយនឹងរុយនេះបងប្អូនឃើញវាកំពុងពងឯនៅក្នុងសំបុកឈើសំបុកកសៃហ្នឹងចឹងវាជាណាបងប្អូននេះប្រទេសអានីបាសីប្រទេសអានីឈើចាស់ចាស់នេះយើងកាត់ប៉ុណ្ណឹងមកហើយចងប៉ោនេះចឹងមកវាពងហើយបាទមិនចំណាយលុយទិញទេហើយបងប្អូនក៏សួរថាពងហ្នឹងយើងប្រហែលថ្ងៃប្រមូលម្ដងមកពីសំបុកហ្នឹងចឹងអាហ្នឹងអាស្រ័យលើការធានាឬក៏រវល់របស់យើងហ្នឹងបងប្អូនបើយើងធានាហើយវាពងច្រើននេះយើងកោសវារាល់ថ្ងៃក៏បានវាពងពីព្រឹកទៅល្ងាចយើងកោសវាក៏បានតែក្នុងករណីដែលយើងរវល់បងប្អូនអាចទុកយូរបំផុតត្រឹម3ថ្ងៃបងប្អូននេះ3ថ្ងៃយូរបំផុតត្រូវតែកោសវាចេញព្រោះបើអត់កោសចេញនេះវាញាស់វាទៅពីពេញហ្នឹងហើយអញ្ចឹងចន្លោះពី2ទៅ3ថ្ងៃចាំកោសក៏បានតែយូរបំផុតត្រឹម3ថ្ងៃយើងអត់ទុកវាលើសពី3ថ្ងៃទេតែបើដូចខ្ញុំអត់បានទុក2ថ្ងៃ3ថ្ងៃបងប្អូនអើយលឿនតែល្ងាចឡើងក៏កោសល្ងាចឡើងក៏ផ្ញើឲ្យភ្ញៀវហើយពួកគាត់កំងរងថ្ងៃអញ្ចឹងណាអញ្ចឹងពងដែលយើងផ្ញើឲ្យគឺភាគច្រើនពងដែលយើងកោសភ្លាមកោសម៉ោង3ម៉ោង4អញ្ចឹងម៉ោង5 6យើងរៀបចំផ្ញើឲ្យភ្ញៀវហើយអញ្ចឹងអាហ្នឹងយើងអត់មានពេលទុកយូរទេបាទព្រោះតែពងព្រឹកអញ្ចឹងថ្ងៃឡើងពេញសំបុកល្ងាចឡើងចូលកោសហើយម៉ោង3ម៉ោង4កោសហើយ5 6យើងរៀបចំឲ្យបានផ្ញើឲ្យភ្ញៀវហើយបាទអញ្ចឹងអាហ្នឹងគឺជាប្រភេទពងរុយកសិកម្មយើងបងប្អូនណាចឹងបងប្អូនដែលចង់ចាប់ដើមតាក់ទងមកបងប្អូនយើងមានលក់ជាប្រភេទពងរុយហ្នឹងហើយបច្ចេកទេសយើងអត់គិតថ្លៃទេបងប្អូនណាគិតតែថ្លៃពូជទេបាទអញ្ចឹងបងប្អូនណាត្រូវការតាក់ទងមកបានយើងមានសេវាផ្ញើទៅឲ្យទេផ្ញើតាមរយៈបន្ថែមទៅហើយចំពោះលក្ខណៈគ្រួសារយើងអត់ចំណាយច្រើនទេបងប្អូនចំណាយត្រឹម100000ជាងឯទៅយើងចំបានទេមិនបាច់ចំណាយលុយច្រើនទេហើយអាហ្នឹងយើងគិតតែតម្លៃពូជទេដែលខ្ញុំបញ្ជាក់អញ្ចឹងបច្ចេកទេសអត់មានចំណាយលុយរៀនចំណាយអីបងប្អូនណាបរិញ្ញាបត្រ free តែម្ដងបាទគាត់ថាយើងមានវីដេអូរៀបហៅជាមេរៀនអញ្ចឹងបងប្អូនយកទៅនឹងទៅមើលទៅតែគ្រាន់តែមើលទៅអត់យល់ឆ្ងល់អីអាចសួរមកខ្ញុំបញ្យល់បន្តទៀតអញ្ចឹងអសហ្នឹងពងវាបងប្អូននេះបងប្អូនយ៉ាងអត់ឃើញពងវាបាទអញ្ចឹងអាកន្លែងដែលបងប្អូនឃើញហ្នឹងគឺជាប្រភេទពងរុយកសិកម្មហ្នឹងបាទឡើងខ្ញុំដាក់ចូលសបុកទៅវិញនេះស្តារុយកំពុងតែពងបងប្អូននេះបងប្អូនខ្ញុំឃើញហ្នឹងពងវាណាអានឹងវាពងបានប្រហែល1ម៉ោងកន្លះម៉ោងអីទេវាពងនេះចឹងអានឹងយើងកោសពងនឹងលក់ហើយចំពោះការទិញពួកគេទិញជាប្រភេទពងនឹងដែរយើងអត់ដែលទិញជាមេរុយទេព្រោះបងប្អូនខ្លះគាត់ឆានមកសួរទិញមេរុយចឹងណាបាទចឹងយើងអត់លក់ជាមេរុយទេបងប្អូនណាយើងលក់ជាប្រភេទពងរុយបាទហើយបញ្ជាក់ទៀតបងប្អូនអើយរុយនឹងអត់ស៊ីអីទេបងប្អូនណាបញ្ជាក់ទៀតបាទវាផឹកតែទឹកទេហើយពងឲ្យយើងតែម្ដងអត់ស៊ីចំណីស៊ីអីដូចរុយយើងធម្មតាទេចឹងហើយបានគេយកវាមកចិញ្ចឹមដោយសារវាអត់មានប្រជាប្រភពមេរោគប្រភពអីដូចរុយយើងធម្មតាទេចឹងហ្នឹងហើយយើងហៅថារុយកសិកម្មបាទប្រទេសគេដើរទៅមុខច្រើនណាបងប្អូនកសិករគេចេះដឹងច្រើននេះចឹងយើងនៅមកកន្លែងអត់ការទេយើងត្រូវពង្រឹងសមត្ថភាពរបស់យើងដែរណាបើណាតន់គេបានគេលក់គេចំណេញដោយសារគេផលិតចំណីខ្លួនឯងណាតែបើយើងចំសัตว์ពឹងតែលើចំណីផ្សារអញ្ចឹងភាគរយចំណេញតិចណាបងប្អូនអើយបាទអញ្ចឹងប៉ុណ្ណឹងបងប្អូនមានអីឆ្ងល់ចាំតើតមកសួរបន្ថែមទៀតមកបាទអញ្ចឹងអរគុណច្រើនបងប្អូនណាជំរាបលាបងប្អូនសុខសប្បាយបាទ